លោកស្រីអ្នកនាងកញ្ញានឹងទស្សនិកជនជាទីគោរពនិងជាទីមេត្រីចានៅថ្ងៃនេះនាងខ្ញុំមានអត្ថបទមួយដែលនិយាយអំពីការផ្ដល់សេវាសាធារណៈដែលតាក់ទងទៅនឹងវិស័យព័ត៌មាននិងសោតទស្សន៍នៅក្នុងក្របខ័ណ្ឌភូមិសាស្ត្រខេត្តកណ្ដាលដែលជាវិស័យមួយនៅក្នុងចំណោមវិស័យទាំង14នៃអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាលចាដែលអត្ថបទនេះនិយាយអំពីការស្នើសុំដំឡើងឬលើកផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមទីតាំងសាធារណៈនិងជាប់អគារពាណិជ្ជកម្មឬទីតាំងឯកជននានាឲ្យត្រឹមត្រូវទៅតាមច្បាប់តើតម្រូវឲ្យមានឯកសារអ្វីខ្លះហើយត្រូវសុំច្បាប់នៅឯណាចាដូចនេះសូមអញ្ជើញលោកស្រីនាងកញ្ញាតាមដានទស្សនាជាមួយនាងខ្ញុំដូចតទៅការស្នើសុំដំឡើងឬលើកផ្ទាំងផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈនិងជាប់អគារពាណិជ្ជកម្មឬទីតាំងឯកជននានាឲ្យបានត្រឹមត្រូវទៅតាមច្បាប់តម្រូវឲ្យលោកអ្នកមានឯកសារដូចជា1អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច2ពាក្យស្នើសុំអនុញ្ញាតផ្សព្វផ្សាយដែលមានភ្ជាប់ជាមួយប្រវត្តិរូបសង្ខេបនិងកិច្ចសន្យា3គំនូរប្លង់បច្ចេកទេសភ្ជាប់ជាមួយរូបភាពខ្លឹមសារនិងទំហំច្បាស់លាស់ចំពោះសុពលភាពលិខិតអនុញ្ញាតដែលចេញដោយរដ្ឋបាលខេត្តមានរយៈពេល1ឆ្នាំចាចាប់ពីថ្ងៃដែលរដ្ឋបាលខេត្តចេញសេចក្តីសម្រេចអនុញ្ញាតជូនចាហើយប្រសិនបើលោកស្រីអ្នកនាងកញ្ញាមានបំណងចង់បន្តសុពលភាពការផ្សព្វផ្សាយឆ្នាំថ្មីបន្តទៀតចាលោកអ្នកអាចដាក់ពាក្យស្នើសុំបន្តការផ្សព្វផ្សាយឲ្យបានមុនរយៈពេល1ខែនៃការផុតសុពលភាពរបស់លិខិតអនុញ្ញាតចំពោះឯកសារស្នើសុំតម្រូវឲ្យលោកអ្នកមានដូចជា1អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច2ពាក្យស្នើសុំអនុញ្ញាតផ្សព្វផ្សាយដែលមានភ្ជាប់ជាមួយប្រវត្តិរូបសង្ខេបនិងកិច្ចសន្យា3គំនូរប្លង់បច្ចេកទេសភ្ជាប់ជាមួយរូបភាពខ្លឹមសារនិងទំហំច្បាស់លាស់4លិខិតអនុញ្ញាតឆ្នាំចាស់ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចចំពោះពាក្យស្នើសុំថ្មីនិងបន្តសុពលភាពឆ្នាំថ្មីចាលោកអ្នកអាចទៅទទួលយកនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាលចាដោយពុំគិតថ្លៃរៀងរាល់ម៉ោងធ្វើការប្រិយមិត្តជាទីមេត្រីចាប្រសិនបើលោកអ្នកនៅមានចម្ងល់តាក់ទងនឹងករណីនេះចាលោកអ្នកអាចអញ្ជើញទៅសួរព័ត៌មានផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាលឬតាមរយៈលេខទូរស័ព្ទ096 501 5088ឬអាចទៅសាកសួរមន្ត្រីជំនាញផ្ទាល់នៅការិយាល័យព័ត៌មាននិងសោតទស្សន៍នៃមន្ទីរព័ត៌មានខេត្តកណ្ដាលឬតាមរយៈលេខទូរស័ព្ទ031 977 8887និង010 606 697នាងខ្ញុំក៏សូមបញ្ជាក់បន្ថែមផងដែរថានៅពេលខាងមុខរដ្ឋបាលខេត្តកណ្ដាលនឹងធ្វើការផាកពិន័យចំពោះក្រុមហ៊ុនឬបុគ្គលទាំងឡាយណាដែលធ្វើការដំឡើងផ្ទាំងផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវលោកស្រីអ្នកនាងកញ្ញានឹងទស្សនិកជនជាទីគោរពនិងជាទីមេត្រីចានៅពេលនេះកម្មវិធីចំណេះដឹងទូទៅដែលរៀបចំឡើងដោយវិទ្យុជាតិខេត្តកណ្ដាលក៏ឈានដល់ទីបញ្ចប់ចានាងខ្ញុំសង្ឃឹមថាអត្ថបទនេះបានក្លាយទៅជាចំណេះដឹងបន្ថែមជូនលោកស្រីអ្នកនាងកញ្ញាចាជាពិសេសបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្មនៅក្នុងខេត្តកណ្ដាលដែលមិនទាន់បានទទួលពីព័ត៌មាននេះចានាងខ្ញុំក៏សូមអរគុណទៅដល់លោកស្រីអ្នកនាងកញ្ញាដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាកម្មវិធីតាំងពីដើមរហូតដល់ទីបញ្ចប់ចានៅពេលនេះនាងខ្ញុំនឹងក្រុមការងារនៃវិទ្យុជាតិខេត្តកណ្ដាលសូមអរគុណសូមជម្រាបលា